នេតិអានសៀវភៅកំពូលមនុស្សដ៏អស្ចារ្យលើលោកទាំងជីវិតនិងអាជីវកម្មមនុស្សអស្ចារ្យរមែងគិតនិយាយធ្វើនិងមានជីវិតប្លែកពីគេ2គំនិតនិងប្រាជ្ញាមិនមែនមនុស្សគ្មានគំនិតមិនមែនមនុស្សគ្មានប្រាជ្ញាអាចតាំងខ្លួនជាធំជាកំពូលមនុស្សដ៏អស្ចារ្យក្នុងលោកបាននោះឡើយគឺប្រកាសច្បាស់ណាស់ហើយដែលថាមនុស្សមានគំនិតនិងមនុស្សមានប្រាជ្ញានោះទើបអាចនឹងតាំងខ្លួនជាធំដែលជាកំពូលមនុស្សដ៏អស្ចារ្យក្នុងលោកបានមនុស្សមានគំនិតនិងមនុស្សមានប្រាជ្ញានោះរមែងកើតចេញមកពីការសិក្សារៀនសូត្រការសិក្សារៀនសូត្រនោះក៏មិនមែនសំដៅតែទៅលើការសិក្សារៀនសូត្រនៅឯសាលាឬសាកលវិទ្យាល័យតែម្យ៉ាងនោះដែរការសិក្សារៀនសូត្រនោះគឺរមែងកើតចេញមកអំពីការអានសៀវភៅច្រើននិងសិក្សាស្រាវជ្រាវច្រើនអំពីផ្នែកអក្សរសាស្ត្រនោះឯងការអានក្រេតជញ្ជក់និងបន្សុទ្ធយកនៅគំនិតល្អៗពីសៀវភៅច្រើននិងសិក្សាស្រាវជ្រាវច្រើនអំពីផ្នែកអក្សរសាស្ត្រនោះរមែងតែងតែធ្វើឲ្យមនុស្សមានគំនិតនិងប្រាជ្ញារីកដុះដាលយ៉ាងលឿនរហ័សធំទូលាយណែនក្រាស់ជ្រៅនិងពេញដោយចំណេះដឹងក្នុងរយៈពេលមួយដ៏ខ្លីក្នុងសេចក្តីនេះគឺប្រៀបដូចជាភ្លើងឆេះព្រៃដូចនោះឯងជាការពិតណាស់ក្នុងរយៈពេលមួយដ៏ខ្លីភ្លើងដែលឆេះព្រៃនោះរមែងឆេះព្រៃដែលមានវាលដ៏ធំអោយឆេះតិចទីអស់ដោយនៅសល់តែផេះផង់នៃធូលីសួរថាហេតុអ្វីបានជាភ្លើងឆេះព្រៃនោះឆេះលឿនម្លេះពីព្រោះភ្លើងដែលឆេះព្រៃនោះឯងមានអុសនឹងដើមឈើព្រៃជាចំណៃរបស់ភ្លើងនឹងឯងការអានសៀវភៅច្រើននិងសិក្សាស្រាវជ្រាវច្រើនអំពីផ្នែកអក្សរសាស្ត្រក៏ដូចជាអុសនឹងដើមឈើព្រៃជាចំណៃរបស់គំនិតនិងប្រាជ្ញាក៏យ៉ាងដូចនោះដែរទើបគំនិតនិងប្រាជ្ញានោះរីកដុះដាលយ៉ាងលឿនរហ័សធំទូលាយណែនក្រាស់ជ្រៅនិងពេញដោយចំណេះដឹងក្នុងរយៈពេលដ៏ខ្លីឆាវព្រោះជាមនុស្សមានគំនិតនិងប្រាជ្ញាទើបរយៈពេលមួយដ៏ខ្លីអាចតាំងខ្លួនជាធំបានគឺជាមហាឧបរាជនៃនគរមួយគំនិតនិងប្រាជ្ញារបស់ឆាវដែលបានមកអំពីការអានសៀវភៅច្រើននិងសិក្សាស្រាវជ្រាវច្រើនអំពីផ្នែកអក្សរសាស្ត្រនោះបានសម្រេចចេញមកជាល្បិចយុទ្ធសាស្ត្រការស្គាល់គំនិតមនុស្សការចេះមើលមនុស្សការចេះប្រើមនុស្សនិងការចេះគ្រប់គ្រងអំណាចរបស់ខ្លួនបានយ៉ាងល្អទីបំផុតឆាវដល់វ័យចាស់ជរាត្រូវស្លាប់ក៏បានស្លាប់ក្នុងតំណែងរបស់ខ្លួនជាមហាឧបរាជដោយគ្រប់គ្រងឧត្តមភាពនិងឧត្តមគតិរបស់ខ្លួនអស់រយៈកាលដ៏យូរគឺពេញមួយជីវិតរបស់ខ្លួនឯងជាច្រើនជំនាន់បន្ទាប់មកទៀតហើយក្រោយពីកិត្តស្លាប់បាត់ទៅឆាវត្រូវគេប្រកាសថាមហាឧបរាជគឺជាអ្នកនយោបាយគឺជាជនបរិបូរណ៍ដោយល្បិចកលនិងជាអ្នកអក្សរសាស្ត្រដ៏ឆ្នើមម្នាក់នៅក្នុងលោករីឯខុងមេងព្រោះជាមនុស្សមានគំនិតនិងប្រាជ្ញាឆ្លាតលើសគេក្នុងសម័យសាមកុទើបនៅក្នុងរយៈពេលមួយដ៏ខ្លីអាចតាំងខ្លួនជាធំបានគឺជាមហាឧបរាជនៃនគរស៊ូគំនិតនិងប្រាជ្ញារបស់ខុងមេងដែលបានមកអំពីការអានសៀវភៅច្រើននិងសិក្សាស្រាវជ្រាវអំពីផ្នែកអក្សរសាស្ត្រនោះបានសម្រេចចេញមកជាអ្នកជំនាញខាងដាក់យុទ្ធសាស្ត្រសង្គ្រាមជាអ្នកដ៏ប៉ិនប្រសប់ដ៏ក្រៃលែងក្នុងការរៀបចំក្បួនយុទ្ធសាស្ត្រប្រយុទ្ធជាមួយសត្រូវរាល់លើកនៃការរៀបចំក្បួនយុទ្ធសាស្ត្រប្រយុទ្ធជាមួយសត្រូវនោះខុងមេងមានការបរាជ័យតិចតួចបំផុតតែជ័យជំនះវិញមានច្រើនសឹងរិលលើគំនិតនិងប្រាជ្ញារបស់ខុងមេងដែលបានមកអំពីការអានសៀវភៅច្រើននិងសិក្សាសៀវភៅច្រើនអំពីផ្នែកអក្សរសាស្ត្រនោះបានសម្រេចចេញមកជាអ្នកយុទ្ធសាស្ត្រយ៉ាងជំនាញគិតថែមទាំងចេះប្រើល្បិចកិច្ចកលចេះមើលមនុស្សចេះប្រើមនុស្សចេះស្គាល់ចិត្តគំនិតរបស់មនុស្សចេះយល់កលៈទេសៈកិនហេតុការភ្លាមនឹងចេះអ្វីជាច្រើនផ្សេងទៀតដែលអ្នកដតីមិនចេះជាពិសេសគឺវិជ្ជាផ្លូវងងឹតជាទីបំផុតដល់វ័យចាស់ជរាត្រូវស្លាប់ខុងមេងបានស្លាប់ក្នុងតំណែងរបស់ខ្លួន
គឺមហាឧបរាជនៃនគរស៊ូឧត្តមភាពនិងឧត្តមកតិរបស់ខុងមេងមិនបានបាត់បង់ឡើយគឺតែងតែនៅជាមួយខុងមេងជារហូតខុងមេងក៏ត្រូវបានគេចាត់ទុកថាជាអ្នកប្រាជ្ញដ៏ឆ្នើមមួយរូបផងដែរក្នុងសម័យកាលនោះនិងក្នុងសម័យកាលជាខាងក្រោយមកទៀតជាការពិតណាស់មនុស្សដែលនឹងអាចតាំងខ្លួនជាធំបានព្រោះគំនិតនិងប្រាជ្ញាជាប្រមុខមនុស្សដែលនឹងអាចមានគំនិតនិងប្រាជ្ញានេះទៅបានគឺត្រូវអាស្រ័យដោយការអានសៀវភៅច្រើននិងសិក្សាស្រាវជ្រាវច្រើនអំពីផ្នែកអក្សរសាស្ត្រមានជាឧទាហរណ៍គឺដូចជាឆាវឆាវនិងខុងមេងជាដើមដែលបាននិយាយនៅខាងលើនេះឯងយ៉ាងណាក៏ដោយកំពូលមនុស្សដ៏អស្ចារ្យនោះក៏មិនមែនធ្វើតែការសិក្សារៀនសូត្រអានសៀវភៅច្រើននិងស្រាវជ្រាវច្រើនតែម្យ៉ាងនោះដែរកំពូលមនុស្សដ៏អស្ចារ្យនោះនៅធ្វើកិច្ចការជាច្រើនដែលអ្នកដទៃមិនអាចធ្វើបានទៀតផងតួយ៉ាងដូចជាការរៀបចំក្បួនយុទ្ធសាស្ត្ររបស់ខុងមេងជាដើមដែលចំណេះវិជ្ជាបែបនេះមិនមែនអ្នកណាក៏ចេះតែអាចធ្វើទៅបាននោះទេដោយឡែកផ្សេងទៀតក្រៅអំពីអ្វីដែលបានរៀបរាប់នៅខាងលើកំពូលមនុស្សដ៏អស្ចារ្យនៅក្នុងជីវិតនោះនៅមានការព្យាយាមប្រឹងប្រែងក្នុងកិច្ចការងាររបស់ខ្លួនថែមទៀតព្រោះកិច្ចការងារដែលធ្វើទៅនោះរមែងមានគូប្រជែងឬគូសត្រូវចង់វាដណ្ដើមយកឈ្នះព្រោះហេតុដូច្នោះទើបកំពូលមនុស្សដ៏អស្ចារ្យនោះតែនិយាយថាឲ្យតែសត្រូវរបស់ខ្លួននៅតែមានការព្យាយាមនោះខ្ញុំក៏នៅតែមិនព្រមឈប់ការប្រឹងប្រែងរបស់ខ្លួនខ្ញុំដែរ